តាក់ទងជាមួយរឿងតារាសាស្ត្រនៅក្នុងឆ្នាំបំពីដែលត្រូវជាឆ្នាំ2026យើងនេះតែម្ដងលោកគ្រូតើតារាសាស្ត្រនៅក្នុងឆ្នាំនេះនឹងទៅលក្ខណៈបែបណាដែរលោកគ្រូបាទចូលគ្រូបងก็มาการกับวิธีชิมดังปีสกอวิจิไลฮงซอยให้การวิธีนี้ได้หนึ่งช่วยบงปอนแต่ละเนี่ยดังอัมปีจุกวิสนาก็โดยจิบไก่ขนมเตี้ยนึ่งระเบียบเรียบจำฮงซอยไอเมียนสนังละอ้อหนึ่งชีวิตอัมปีเพียบเอาวิจมีนนึ่งช้ำพิมีนบอกสบายยังบาดปอในนี้ได้เรียงก่อนเป็นวิวขมันปีเส้นระบายเยอะเหมือนรูปบาดปอจีเนี่ยจุ่มเลี้ยงในดาราศาสตร์หนึ่งฟงซอยบาให้กอดของโจมอบอสไลในจังหวะระบายบองโปในมีนของใครนี่ช่วงมวยลูกรู้ไกลสวรรค์บ้าจะเบียบโซ่ลูกรู้เบียบโซ่ตกอย่างน่าได้ลูกรู้มาแต่ยักนี่ไปไทยเด้นั่งซกธรรมดาเด้นะไอ้การละวนแล้วเวียนอัดโตจังได้ปัญหาไงนาคลายยืงโกจริงตัวแคดอะไรอย่างนั้นนะนั่งไงเช่นหมอโจดวงกรรมที่หมอผู้ยืงเตี้ยมาลูกครูតាក់ទងជាមួយរឿងតារាសាស្ត្រនៅក្នុងឆ្នាំបំពីដែលត្រូវជាឆ្នាំ2026យើងនេះតែម្ដងលោកគ្រូតើតារាសាស្ត្រនៅក្នុងឆ្នាំនេះនឹងទៅលក្ខណៈបែបណាដែរលោកគ្រូបាទចូលគ្រូបកស្រាយតិចពាក់ព័ន្ធនឹងតារាសាស្ត្រនឹងអ្នកខ្លះគេហៅថាកាយតារាសាស្ត្រហ្នឹងសម្រាប់ឆ្នាំបំពីឆ្នាំ2026តារាដែលមានអត្ថិភាពជាងគេហើយគេហៅថាតារាចាំផ្ទះគឺកាយលេខ1នឹងឯងហ្នឹងហើយអញ្ចឹងកាយលេខ1នឹងនឹងចចំកណ្ដាលផ្ទះនៅក្នុងពេញមួយឆ្នាំហ្មង365ថ្ងៃហ្នឹងតែម្ដងអត់មានរង្កិលអត់មានដូរតាណាទេណាកាយលេខ1ហ្នឹងដោយសារអីកាយលេខ1គឺជាផ្កាយគេហៅថាទំនាក់ទំនងផ្កាយភ្ជាប់បណ្ដាញពីគេហៅថាមនុស្សម្នាក់ទៅមនុស្សម្នាក់ឬក៏ធ្វើកិច្ចការទំនាក់ទំនងអាជីវកម្មការងាររស់ស៊ីនឹងក្តីប្រសិនបើផ្កាយលេខ1នឹងឲ្យទោសមានន័យថាការទំនាក់ទំនងរបស់យើងនឹងគឺអត់ល្អទេប៉ុន្តែផ្កាយនេះគឺជាផ្កាយដែលល្អបំផុតផ្កាយដែលជំនួសឲ្យការទូតបើយើងនិយាយចំទៅណានឹងរវាងគ្រួសារមួយទៅគ្រួសារមួយបុគ្គលមួយទៅដល់បុគ្គលមួយទៀតហ្នឹងគឺធ្វើអ្វីគ្រប់យ៉ាងហ្នឹងគឺថាសុំមេត្តាកុំឲ្យមានបញ្ហាជាមួយនឹងផ្កាយលេខ1ហ្នឹងអញ្ចឹងជាផ្កាយដែលល្អបំផុតនៅក្នុងឆ្នាំមមីនេះឆ្នាំ2026នេះហ្នឹងហើយលោកគ្រូចុះរវាងទិសវិញតានៅក្នុងឆ្នាំ2026យើងនឹងទិសខាងណាហែងដែរលោកគ្រូទិសគឺយើងសំដៅទៅលើធម្មពលរបស់ផ្កាយជំនួយដែរអត់ទេថាបើសិនជាផ្កាយហ្នឹងវាលេខ1ចំកណ្ដាលផ្ទះអញ្ចឹងផ្កាយលេខ8ប្រកាសជានៅទិសខាងកើតដែរផ្កាយលេខ8គឺជាផ្កាយលុយគឺជាផ្កាយគៀងគួរផ្កាយប្រមូលផ្ដុំណាយើងឃើញដីណាផ្កាយធាតុដីដើម្បីឲ្យបានគេហៅថាមនុស្សនឹងប្រពាក់ប្រពូនគ្នាដើម្បីបានឲ្យជួបជុំគ្នាបានឲ្យមកគ្នាច្រើនគឺដូចជាដីអញ្ចឹងផ្កាយលេខ8នេះគឺវាចរទៅទិសខាងកើតដូច្នេះទិសខាងកើតគឺជាទិសហេងហើយមួយទៀតផ្កាយលេខ9ផ្កាយលេខ9នេះជាផ្កាយតំណាងឲ្យកិត្តិយសគេឈ្មោះអាហ្នឹងបើយើងនិយាយថាដូចថាផ្កាយចំណេះដឹងហ្នឹងហើយបើសិនជាផ្កាយហ្នឹងចុះទៅទិសណាហើយយើងរក្សាទិសនោះកុំឲ្យវាមានបញ្ហាទៅមនុស្សនឹងមានកិត្តិយសពងពោះតាមនោះគឺឆ្នាំ2026នេះវាចរនៅខាងត្បូងឈៀងខាងកើតណែអញ្ចឹងយើងចាប់ទុកថា2ទិសហ្នឹងទិសខាងកើតនិងខាងកើតឈៀងខាងត្បូងគឺជាទិសហេងសម្រាប់ឆ្នាំ2026ហ្នឹងណាអញ្ចឹងបងប្អូនតើគ្នាប្រកាសជាដឹងហើយថាទិសហេងនៅក្នុងឆ្នាំ2026នេះចាទិសខាងណាអញ្ចឹងនៅក្នុងវីដេអូក្រោយបងប្អូនតើគ្នានឹងដឹងអំពីទិសស៊យវិញម្ដងចាអញ្ចឹងអរគុណសុខទីនឹងវិភាគដំណើរជីវិតនេះជាបញ្ជីវៈមួយចាប់ដើមចូលរៀននៅថ្ងៃទី23កុម្ភៈ2026និងថ្ងៃទី1មិថុនា2026ចាប់ដើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ